ប៉ុនបងស្រីអញ្ចឹងហើយនៅតែមានគេទៅបងស្រីគឺជាមនុស្សដ៏អស្ចារ្យបងស្រីគឺជាមនុស្សមួយដែលនាងខ្ញុំយកគំរូតាមបងស្រីចាឆាកជីវិតមនុស្សតែងតែមានជួបទុកអ្នកខ្លះនៅពេលដែលជួបទុកចងកស្លាប់ខ្លួនអ្នកខ្លះក៏ទៅលេបថ្នាំស្លាប់ខ្លួនឯអ្នកខ្លះទៀតគឺអត់មានសតិបញ្ញាគ្រប់គ្រងស្មារតីទៀតរីឯបងស្រីទោះបីជាជួបឧបសគ្គយ៉ាងណាក្តីក៏បងស្រីនៅតែតស៊ូដល់ថ្ងៃនេះបានជម្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់បងប្អូនអើយឥឡូវហ្នឹងគឺនាងខ្ញុំបានបន្លែហ្នឹងមកពីប្អូនស្រីត្រូវជា fan របស់នាងខ្ញុំគាត់នៅមណ្ឌលគិរីបងប្អូនបើសិនជាបងប្អូនចង់បាននាងខ្ញុំដាក់នៅក្នុង comment ណា page របស់គាត់បងប្អូនចាំតំណទៅគាត់ទៅណាចាអរគុណច្រើនបងអូនស្រីអើយបងស្រីអត់មានអ្វីជូនទៅវិញទេក្រៅពីកំជីទឹកប្រឡាក់និងក្របពូជនឹងពីកញ្ចប់ណាអូនណាចាអូនយកទៅដាំទៅនឹងបានល្អជាងបងហើយដោយសារតែបងនៅទីនេះដីខេត្តតាកែវអូនអើយអត់សូវល្អទេប៉ុន្តែទោះបីជាមិនល្អក៏បានផលប៉ុណ្ណឹងដែរបងប្អូនពេញប៉ោះ cherry មកពីប្រទេសជប៉ុនហ្នឹងគឺផ្អែមលក្ខណៈផ្ដាច់ពីពេញប៉ោះផ្សេងចាប៉ុន្តែបើសិនជាឲ្យផ្អែមដោយស្ករមិនមែនទេណាបងប្អូនតាមពិតទៅពូជពីប៉ោះមួយហ្នឹងបងប្អូនបើសិនជាដាំដីនៅមណ្ឌលគិរីចាដីដែលមានជីជាតិប្រហែលជាអាចឆ្ងាញ់ជាងនាងខ្ញុំដោយសារតែនាងខ្ញុំដាំនៅលើដីតកែបងប្អូនចាលក្ខណៈផ្អែមបងប្អូនប៉ុន្តែបើឲ្យផ្អែមដោយស្ករវាអត់ដូចទេវាលក្ខណៈដូចពេញប៉ោះព្រៃអញ្ចឹងណាបងប្អូនហើយវាស៊ីដាច់ពូជពេញប៉ោះផ្សេងតែម្ដងពូជមកពីវៀតណាមពូជមកពីថៃពូជមកពីចិនណាអត់មានដូចថាមកប្រៀបជាមួយពូជពេញប៉ោះនេះបានទេបងប្អូនពូជពេញប៉ោះនេះគឺផ្អែមបងប្អូនចាបើសិនជាបងប្អូនយកទៅក្របពូជហ្នឹងមានតែត្រឹម5គ្រាប់5ដើមបងប្អូនអើយកុំខូចចិត្តណាកាន់តែតិចកាន់តែផ្អែមចាផ្អែមហ្មងណាបើបងប្អូនទុកឲ្យវាទុំញោវាផ្អែមឆ្ងាញ់ក្លិនពេញប៉ោះព្រៃបងប្អូនចាមិនមែនក្លិនទឹកខ្មុំទេណាចាហើយបន្ទាប់មកបើសិនជាបងប្អូនបានក្របពូជណាលក្ខណៈបើកមក10ដើមឬក៏12គ្រាប់អីហ្នឹងគឺលក្ខណៈជូរអែមវាគ្រាប់រឿងធំប៉ុនមេជើងបងប្អូនcherry ដូចគ្នាប៉ុន្តែក៏វាឆ្ងាញ់ជាងពីប៉ោះផ្សេងដែរចាត្រឹមតែប៉ុណ្្នឹងទេបងប្អូនអត់មានលក្ខណៈដូចថាបងប្អូនឲ្យនាងខ្ញុំទៅរកពូជផ្អែមដូចស្ករអត់មានទេបងប្អូនអើយអត់មានទេនាងខ្ញុំស្ថាវិនប្រាប់ត្រង់តែម្ដងចាឥឡូវនេះគឺនាងខ្ញុំស្ងោរប្រហិតជាមួយនឹងទឹកប្រឡាក់សាច់កូនកាត់របស់នាងខ្ញុំបងប្អូនបើសិនជាចង់សាបានដូចគ្នាឆ្ងាញ់បងប្អូនធានាហ្មងណាដោយសារតែទឹកប្រឡាក់ហ្នឹងគឺយើងដាក់វាឲ្យឆ្អិតជាមួយនឹងខ្ទឹមចាមិនបាច់លាយជាតិអីទេហើយយើងស្ងោរជាមួយនឹងស្ពៃក្តោបធម្មជាតិទៀតទេស្ពៃក្តោបហ្នឹងគឺមកពីមណ្ឌលគិរីចាបងប្អូនចាំចូលមើលក្នុង comment ហ្នឹងបាននាងខ្ញុំតម្លាក់លេខហើយអាចតាក់ទងទៅគាត់បានដោយសារតែឥឡូវនេះគឺស្ពៃក្តោបរបស់នាងខ្ញុំអត់មានអរគុណណាបងប្អូនហេងទាំងអស់គ្នា